ខ្ញុំចង់បង្ហាញអ្នកមួយគឺមើលថ្មទូរស័ព្ទតើវានៅប៉ុន្មានភាគរយដែលនៅល្អប៉ុន្មានភាគរយដែលវាខូចអញ្ចឹងដំបូងយើងត្រូវ download កម្មវិធីនឹងមួយសិនគឺកម្មវិធី Battery Live អញ្ចឹងយើងចូលមុននឹង download បានលុះតាយើងចូល App Store យើងចូល App Store តោះមកយើងចុចប៊ូតុង search មកដាក់ថា Battery Live Battery Live FE Battery Live search យើង search ហើយយើងឃើញ Battery Live នេះសេច Battery Live មកឃើញ Battery Live អញ្ចឹងយើង down វាមកនេះ Battery Live អញ្ចឹងយើងចុចយកវាមក down វាយកមករងចាំបន្តិចនឹងវានឹងចូលឲ្យចិត្តពេញហើយជួនទៅយើងទិញទូរស័ព្ទគេអត់ដឹងថាទូរស័ព្ទហ្នឹងមានភ្លើងប្រមាណភាគរយដែលខូចថ្មប្រមាណភាគរយដែលខូចថ្មប្រមាណភាគរយដែលនៅល្អអញ្ចឹងវាពេញហើយអញ្ចឹងខ្ញុំចុចប៊ូតុង Home មកខាងក្រោយវិញនេះខ្ញុំ download បាន Battery Live ខ្ញុំចុចលើវា download ឲ្យបែបនេះបើសិនជាបែបនេះយើងវាចេញបែបនេះយើងត្រូវចុច cancel ចោលយើងកុំចុច OK cancel តើយើងចុច close ចោលទៀតនេះមានន័យចេះយើងឃើញក្នុងកណ្ដាលប្លោះកណ្ដាលវាដាក់ good ជុំវិញវាដាក់អក្សរស2មានន័យថា 17% គឺជាថ្មដែលខូច 17% គឺជាថ្មដែលខូចតោះមកយើងចុចនៅកន្លែង tray 3 ខាងលើចុចកន្លែង tray 3យើងចុចកន្លែងខាងលើដដែលចុចខាងក្រោមថ្មនេះ battery ចុចតំណែងមកនេះវាលោតសញ្ញាឲ្យមកថាថ្មខាងលើពេញប្រមាណអញ្ចឹងថ្មខាងលើថ្មបើសិនជាភ្លើងទូរស័ព្ទរបស់យើងពេញគឺមាន1810 មីលីអាំពែហើយថ្មឥឡូវនៅសល់តែឥឡូវយើងមើលទៅអាកន្លែងជួរខាងលើ83%អញ្ចឹងយើងមើលថាមួយគឺ150 មីលីអាំពែនិងមួយទៀត1000យើងមើលទៅគឺ1500 មីលីអាំពែនិងមួយទៀតគឺ1810 មីលីអាំពែអញ្ចឹងយើងឃើញជួរខាងក្រោមវិញគេដាក់ថាដល់សល់ 54% នេះគឺ810 មីលីអាំពែនិង1500 មីលីអាំពែអញ្ចឹងថ្មរបស់យើងគឺខូច 17% ខូច 17% ស្មើនឹងថ្មដែលយើងនៅសល់ដែលខូចប្រមាណនៅសល់ប្រមាណគឺនៅសល់ពេញខូចហើយនៅសល់ពេញរបស់វាគឺ1500 មីលីអាំពែខាងក្រោមគឺ1500 មីលីអាំពែហើយឥឡូវថ្មយើងប្រាក់អស់ហើយនៅសល់តែ 54% នៅសល់810 មីលីអាំពែនេះយើងផ្ទៀងផ្ទាត់ជាមួយ1500 មីលីអាំពែនិង1500 មីលីអាំពែខាងលើមាន1500 មីលីអាំពែខាងក្រោមក៏មាន1500 មីលីអាំពែដែរក៏ប៉ុន្តែខាងមួយទៀតគឺ1810 មីលីអាំពែអញ្ចឹងមានន័យថាថ្មដែលខូច 17% ចុច 1 17.1% ឬក៏ 17% ហ្នឹងស្មើនឹងខូចអស់310
10 មីលីអាំពែដោយសារតែយើងយកថ្មសរុបវាគឺ1810 មីលីអាំពែដកនឹង1500ទៅនៅសល់310 មីលីអាំពែអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញគឺមានតែប៉ុណ្្នឹងទេគឺអស់ហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ